nơiประเทศកម្ពុជាយើងណាគឺមានតំបន់នឹងច្រើនមែនទែនតំបន់អេកូទេសចរហ្នឹងហើយដែលខ្ញុំជម្រាបមិញនិយមន័យនៃអេកូទេសចរហ្នឹងគឺរាល់ការអភិវឌ្ឍនៅតំបន់ហ្នឹងគឺគេអត់ឲ្យប៉ះពាល់ដល់ធនធានធម្មជាតិទេអាហ្នឹងទី1ទី2រាល់ការអភិវឌ្ឍនៅតំបន់អេកូទេសចរនៅតំបន់ទេសចរបែបធម្មជាតិហ្នឹងគឺរាល់ការអភិវឌ្ឍគឺត្រូវតែផ្ដល់ផលប្រយោជន៍ជាអតិភិបដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ហ្នឹងអាហ្នឹងឯងប៉ុន្តែអ្វីឥឡូវអ្វីដែលយើងមើលឃើញជាក់ស្ដែងរាល់ការអភិវឌ្ឍនៅតំបន់អេកូទេសចរនៃប្រទេសកម្ពុជាយើងភាគច្រើនឲ្យតែកន្លែងណាមានការអភិវឌ្ឍនៅក្នុងតំបន់អេកូទេសចរតំបន់ធនធានធម្មជាតិហ្នឹងភាគច្រើនផលប្រយោជន៍ខ្ញុំឃើញទៅលើអ្នកដែលវិនិយោគច្រើនជាងដោយឡែកប្រជាពលរដ្ឋគឺបានមកពីចំណែកនៃផលប្រយោជន៍នៃការអភិវឌ្ឍហ្នឹងតែទួចណាអញ្ចឹងហើយបានជាអ្វីដែលយើងសង្កេតឃើញកន្លងមកនៅក្នុងប្រទេសកម្ពុជារាល់តំបន់អភិវឌ្ឍជាពិសេសគឺតំបន់អភិវឌ្ឍផ្នែកអេកូទេសចរផ្នែកទេសចរធម្មជាតិនេះគឺប្រជាពលរដ្ឋមិនសូវបានទទួលបាននូវផលប្រយោជន៍ជាដុំកំភួនទេប៉ុន្តែផលប្រយោជន៍ធំគឺធ្លាក់ទៅលើអ្នកវិនិយោគដែលគាត់មានលទ្ធភាពវិនិយោគជាការពិតអ្នកវិនិយោគទុនណាគេហៅថាអ្នករស់ស៊ីហ្នឹងណាគាត់រស់ស៊ីតតែចំណេញបានគាត់រស់ស៊ីអញ្ចឹងភាគច្រើនការចំណេញរបស់គាត់អាចគេថារៀបចំធ្វើម៉េចឲ្យតែគាត់អាចរកស៊ីកាន់តែច្រើនចំណេញកាន់តែច្រើនកាន់តែល្អប៉ុន្តែត្រឡប់មកនិយមន័យនៃការអភិវឌ្ឍនៅក្នុងតំបន់ទេសចរបែបធម្មជាតិហ្នឹងវាផ្ទុយពីអ្វីដែលជាការចង់បានរបស់គាត់បើយើងដាក់ចិត្តថាយើងស្ម័គ្រចិត្តទៅរកស៊ីកន្លែងហ្នឹងគឺយើងត្រូវគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ហ្នឹងមុនអញ្ចឹងធ្វើម៉េចដើម្បីបងប្អូនអាចទទួលបានផលប្រយោជន៍ហ្នឹងបាទធម៌សម្បត្តិជាធម៌សម្បត្តិបងប្អូនប៉ុន្តែធ្វើម៉េចដើម្បីឲ្យបងប្អូនអាចទទួលធម៌សម្បត្តិហ្នឹងតោះតែបងប្អូនត្រូវការចូលរួមនៅក្នុងការរៀបចំប្រទេសជាតិរបស់យើងបងប្អូនត្រូវចាំណារាល់ការអភិវឌ្ឍកន្លែងអភិវឌ្ឍដែលប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍ណាតោះតែយើងមានមេដឹកនាំដែលរៀបចំនៅកន្លែងហ្នឹងស្មោះត្រង់មេដឹកនាំនៅកន្លែងហ្នឹងនៅតំបន់ហ្នឹងមានភាពស្មោះត្រង់មេដឹកនាំហ្នឹងខ្ញុំមិនបាច់ទៅនិយាយទៅដល់នាយករដ្ឋមន្ត្រីឬក៏ទៅដល់រដ្ឋមន្ត្រីទេខ្ញុំនិយាយតែមេភូមិមេឃុំនេះចង្វាយស្រុកចង្វាយខេត្តហ្នឹងឲ្យតែមានមេដឹកនាំដែលស្មោះត្រង់ជាមួយបងប្អូននៅក្នុងតំបន់ហ្នឹងណាច្បាស់ណាស់ផលប្រយោជន៍នៅតំបន់ហ្នឹងនឹងបងប្អូននឹងទទួលបានមុនគេតែបើសិនជាបងប្អូនអត់រើសបានមេដឹកនាំដែលស្មោះត្រង់ណានៅក្នុងតំបន់ហ្នឹងច្បាស់ណាស់គឺបងប្អូនមិនអាចទទួលបានផលប្រយោជន៍ទេពាក្យថាមេដឹកនាំបងប្អូនត្រូវចាំណាជាអ្នកធំជាអ្នកដឹកនាំភូមិដឹកនាំឃុំដឹកនាំស្រុកដឹកនាំខេត្តប៉ុន្តែបើនិយមន័យនៅក្នុងប្រទេសដែលដឹកនាំតាមបែបប្រជាធិបតេយ្យមេដឹកនាំទាំងអស់ហ្នឹងគឺជាអ្នកដែលបម្រើប្រជាពលរដ្ឋព្រោះអីសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋជាម្ចាស់អំណាចម្ចាស់ទ្រព្យសម្បត្តិជាតិអញ្ចឹងបើម្ចាស់អំណាចម្ចាស់ទ្រព្យសម្បត្តិជាតិចង់បានអីត្រូវតែផលប្រយោជន៍នឹងត្រូវបានប្រជាពលរដ្ឋមិនត្រូវបានអ្នកបម្រើទេមិនអញ្ចឹងទេគឺតែបម្រើណានៅក្នុងសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋជាម្ចាស់អំណាចអ្នកដឹកនាំគឺជាកូនចៅយើងជាអ្នកបម្រើយើងរឿងអីហេតុអីបានផលប្រយោជន៍ត្រូវធ្លាក់ទៅលើតែអ្នកធំធ្លាក់ទៅលើតែអ្នកមានស្រាប់ប្រជាពលរដ្ឋណាដែលជាម្ចាស់ប្រទេសអត់ទទួលបានផលប្រយោជន៍អាហ្នឹងមិនមែនជាសង្គមប្រជាធិបតេយ្យទេ